នេះគឺជាសកម្មភាពនៃការប្រកួតគូបញ្ញមជាលើកទី2នៅក្នុងប្រទេសកម្ពុជាហើយនេះគឺជាសកម្មភាពមួយចំនួននៃការហាត់សមលេងគូជាមួយនឹងបេក្ខជនផ្សេងៗទីមុនពេលឡើងចាប់ប្រកួតនិយាយទៅខ្ញុំបានធ្លាប់ចូលការប្រកួតម្ដងរួចកាលពីឆ្នាំមុនគឺថាមានអ្នកចូលប្រកួតច្រើនខ្លាំងមែនទែនហើយលើកទី2នេះក៏មិនខុសគ្នាប្រហែលពីលើកទី1ផងដែរបន្ថែមពីនឹងវីដេអូញ៉ាំនេះផងដែរគឺលក្ខណៈវឡប្រកួតគូធម្មតាតែអ្នកគ្នាហើយជាមួយក្នុងការប្រកួតនេះខ្ញុំអាចលេងគូបានខ្លាំងប៉ុណ្ណាដែរហើយចោទចំណាត់ថ្នាក់លេខប្រមាណលុះដល់ពេលការប្រកួតមករខ្ញុំជាមួយនឹងគ្នាខ្ញុំផ្សេងៗទៀតក៏បានធ្វើការទឹកឡើងទីតាំងគេប្រកួតនឹងនិយាយទៅខ្ញុំនឹងគ្នាខ្ញុំទាំងអស់សតតែធ្លាប់ចូលប្រកួតតាំងពីឆ្នាំមុនហើយចំពោះទឹកដៃវិញក៏មិនធម្មតាផងដែរហើយខ្ញុំបានឆ្លៀតសួរពួកគាត់លេងបានប្រហែលវិនាទីទៀតហើយបើឆ្មាំ13 bro 12បង12ចុះហើយខ្ញុំ12 13តែថាក៏ខប់10វិនាទីដែរអូឡយហើយមកដល់គេចាប់ដើមប្រកួតគឺនៅម៉ោង12ចំពោះវិញ្ញាសាវិញគឺថាគេលេង3x3តមកទេអ្នកគ្នានិយាយទៅខ្ញុំត្រូវឡើងទីតាំងការប្រកួតនឹងរឿងលឿនផងដែរគឺនៅចន្លោះម៉ោង9ព្រឹកដល់ចង់ខាប់ពេលច្រើនខ្ញុំក៏បានធ្វើការស្វាស្វែងរកតអង្គុយដើម្បីហាត់សមលេងគប់3x3ឲ្យកាន់តែល្អប្រសើរជាងមុនហើយជាទូទៅល្បឿន3x3របស់ខ្ញុំដែលខ្ញុំធ្លាប់លេងបានគឺចន្លោះ10ទៅ15វិនាទីហើយប្រកួតលើនេះគឺថាខ្ញុំមិនដឹងថាខ្លួនឯងលេងបានលឿនប៉ុណ្ណាទេអ្នកគ្នាហើយនេះគឺជាសកម្មភាពបេក្ខជនផ្សេងៗទៀតដែលពងហាត់សមលេងគប់3x3នេះហើយក៏មានអ្នកខ្លះលេងបាន14វិនាទីបាន11វិនាទីក៏ដូចជា12វិនាទីជាដើមស្គាល់ម៉ានភាគរយយ៉ាងហ្នឹងងុយដេកបងចូលមិនដែរមកប្រកួតងុយដេកហ្មងអត់ច្បាស់តែសុំតែ10ឡើងតែសមត្ថភាពយើងដែរយ៉ាងតិចបានលេខ2ដែរខ្ញុំមិនចង់ហ៊ាន confidence តែខ្ញុំចង់បានលេខ1អូហើយខ្ញុំក៏ចង់ឆ្លៀត5អ្នកគ្នាផងដែរគឺថាគាត់គឺជាបេក្ខជនជាប់ចន្លោះណាលេខ2នៅប្រទេសកម្ពុជាដែលក្នុងល្បឿនលឿនជាងគេបំផុតនោះគឺ7.12វិនាទីហើយខ្ញុំនៅវិញគឺជាប់ចន្លោះណាលេខ13បាទដែលនៅក្នុងល្បឿន11.66វិនាទីរយៈពេល2ម៉ោងក៏បានកន្លងផុតទៅហើយគឺថាបេក្ខជនម្នាក់ប្រឹងប្រែងលេងខ្លាំងមែនតើហើយខ្ញុំនៅវិញគឺថាមានប្រឹងប្រែងវត្តហាត់អីទេគឺថាខ្ញុំដែរកោគេកយឡើងពេញនឹងតែហ្មង Bro what the fuck you doing ពេលនោះគឺថាសតតែ20នាទីចុងក្រោយប៉ុណ្ណោះគឺថាការប្រកួតនឹងចាប់ផ្ដើមហើយអ្នកគ្នាហើយខ្ញុំបានទៅការញ៉ាំបាយផងដែរដើម្បីឲ្យមានកម្លាំងក្នុងការប្រកួតចឹងណាក្រោយពីនោះមកក៏ដល់ពេលចូលប្រកួតបើនិយាយទៅនៅកន្លែងទីតាំងប្រកួតរបស់គេនឹងមើលទៅក៏រៀងធំផងដែរអ្នកគ្នាមានសកម្មភាពចោតលេខម៉ានលេខ9 Bro ហើយពេលនោះការប្រកួតក៏បានចាប់ផ្ដើមបដាផងដែរនិយាយទៅតែខ្ញុំទាំងគេគឺថាសតរបស់គ្រីមខ្លួនហើយអស់ហើយខ្ញុំក៏មានអារម្មណ៍ថារៀងភ័យតិចផងដែរបន្ទាប់ពីបេក្ខជន3នាក់បានឡើងទៅប្រកួតមុនខ្ញុំហើយពេលនោះក៏ដល់ពេលខ្ញុំត្រូវឡើងទៅប្រកួតគឺថាឡើងទៅភាពជឿជាក់តែមកមកចុះអញ្ចឹងហើយលក្ខណៈទៅលើវិញ្ញាសាគូ3x3នេះគឺគេតម្រូវខ្ញុំរៀនតែ5ដងប៉ុណ្ណោះហើយចាំមើលតែ5ដងនេះខ្ញុំអាចលេងបានលឿនប៉ុណ្ណាដែរពេលនោះបេសកកម្មក៏បានចាប់ផ្ដើមគឺថាខ្ញុំលេងរៀបយកតែម្ដងនិយាយទៅទោះជាមើលមកពិបាកប៉ុណ្ណាក៏ដោយក៏ខ្ញុំនៅតែប្រឹងប្រែងលេងវាផងដែរបើគេតែការលេងរបស់ខ្ញុំគឺមានដល់តែ5ដងណោះប៉ាស្ទូក្រុមមកក៏បានចេញជាលើកទៅផលមកវាមិនដែរលោកគឺថាបាក់បងមក37វិនាទីតែមកទោះជាមិនក៏ខ្ញុំលើសការ4ដងក្នុងការរៀបវាទៀតម៉ាស្ទូក្រុមមកគេក៏បានយកមកខ្ញុំលេងតទៀតដល់ចង់ខាប់ពេលច្រើនខ្ញុំបានតែការលេងយកតែម្ដងទៅហើយលើនេះគឺខ្ញុំបាន13.41វិនាទីបាទចង់និយាយចឹងនិយាយទៅអានឹងគឺជាល្បឿនលឿនជាងគេរបស់ខ្ញុំនៅក្នុងការប្រកួតហ្នឹងហើយក្រោយពីនោះមកក៏បានតែការលេងជាបន្តទៀតហើយក៏លេងបាន16.89វិនាទីលេងបាន17.26វិនាទីក៏ដូចជាចុងក្រោយគេ16.99វិនាទីក្រោយពីបានចប់ភារកិច្ចក្នុងការប្រកួតហើយក៏បានធ្វើការរងចាំគេបង្កើតលទ្ធផលផងដែរមាន20អ្នកចូលលេខ20ឥឡូវដូចមានអារម្មណ៍ថាពិតនិយាយទៅបេក្ខជនចាប់ពីលេខ1រហូតដល់លេខ5គឺនឹងបានរង្វាន់ហើយអ្នកគ្នាហើយចប់បញ្ចប់ក៏បានចេញជាលទ្ធផលមកផងដែរគឺថាខ្ញុំចូលលេខ10អ្នកគ្នានៅក្នុងបេក្ខជន18នាក់បន្ទាប់ពីប្រកួតហើយមានអារម្មណ៍មិនដែរភើបមែនតើមកលេខបានលេខ4អូលេខ4នឹង3លេខ3អូលេខ3អូហូអវ៉ាសាតូហើយប្រកួតវិញគឺថាខ្លាំងជាងខ្ញុំទៀតអ្នកគ្នាតែចប់បញ្ចប់ខ្ញុំក៏បានសរសើរមួយដ៏ស្រស់ស្អាតត្រឡប់ទៅផ្ទះវិញផងដែរហើយខាងមុខនេះទៀតខ្ញុំសង្ឃឹមថានឹងមានការប្រកួតប្រជែងជាច្រើនទៅនឹងវិញ្ញាសាគុំនេះហើយប្លុកខ្ញុំមានតែប៉ុណ្្នឹងទេបាទជួបគ្នានៅវីដេអូក្រោយវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ